នឹងឲ្យបងប្អូនឃើញអត់នៅពេលដែលបាទជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបញ្ចេញលេខកលឹះថ្មីមួយទៀតសម្រាប់ការស្នើ ChatGPT for Teacher 2 ឆ្នាំពិសេសសម្រាប់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលពិបាកក្នុងការស្នើយកដោយខ្លួនឯងអញ្ចឹងវីដេអូនេះពិសេសមែនតើសម្រាប់ ChatGPT for Teacher ខ្ញុំចង់ឲ្យបងប្អូនប្រើជាមួយនឹង Gemini ដើម្បី generate ឯកសារសម្រាប់យកទៅស្នើព្រោះពិសេសដោយសារតែ Gemini អាច generate ជាឯកសារអាចយកទៅស្នើជាមួយ ChatGPT បានជោគជ័យដោយសារខ្ញុំធ្វើបានច្រើន account មកហើយអញ្ចឹងឥឡូវនេះខ្ញុំសាកឲ្យបងប្អូនទាំងអស់គ្នាមើលតាំងពីរបៀបធ្វើពីដើមរហូតដល់ចប់ថាត្រូវធ្វើរបៀបម៉េចតាមពិតយើងមានព្រមសម្រាប់សរសេរប៉ុន្តែព្រមហ្នឹងជាភាសាខ្មែរទេយើងសរសេររៀបរាប់ទៅខ្ញុំបានត្រៀមព្រមរួចមួយជាស្រេចសម្រាប់ជូនបងប្អូនទាំងអស់គ្នាមើលគឺព្រមនេះខ្ញុំបានសរសេរប៉ុណ្ណេះដំបូងយើងតាំងនាម AI សិនទៅយើងទៅសារគាត់នាមជាអ្នកជំនាញផ្នែករៀបចំឯកសារផ្សេងៗសូមម្នាក់ជួយរៀបចំឯកសារមួយសម្រាប់ស្នើ ChatGPT for Teacher នៅប្រទេស USA សម្រាប់ឲ្យ share ID ទទួលបានលឿនឯកសារដូចពិតៗសូមតម្រង់ជាកូដ HTML អាច share ជីវិតដែរបានអញ្ចឹងបងប្អូនគ្រាន់តែ copy ព្រមប៉ុណ្ណឹងមកបងប្អូនសរសេរតាមការយកឃើញយ៉ាងម៉េចទៀតក៏បន្ថែមតាមនឹងទៅតែខ្ញុំសរសេរប៉ុណ្ណឹងដើម្បីជាឧទាហរណ៍ហើយបងប្អូនយកជាប្រភេទ Thinking Pro fast វាលឿនមានប្រសិទ្ធភាពមែនប៉ុន្តែវាអាចនឹងមិនតរាការល្អទេអញ្ចឹងបងប្អូនយក pass នៅក្នុងកន្លែងយើងសរសេរនឹងមកហើយបន្តមកបញ្ជូនអញ្ចឹងបងប្អូនរងចាំបន្តិចដោយសារតែយើងប្រើ Thinking អញ្ចឹងវាអាចនឹង generate យ៉ាងយូរហើយប៉ុន្តែវាបានលទ្ធផលល្អអូខេអញ្ចឹងនៅពេលដែលយើងធ្វើឲ្យថ្មីគឺ Gemini តម្រូវឲ្យយើងបញ្ជាក់ឈ្មោះសាលាឈ្មោះអីអញ្ចឹងទៅប៉ុន្តែបើសិនជាយើងយកកូដនេះយកទៅដាក់គឺពិបាកនឹងរកឈ្មោះសាលាអញ្ចឹងខ្ញុំចង់ឲ្យ Gemini រៀបចំឲ្យទាំងអស់ហ្មងយើងមិនចាំបាច់យកឈ្មោះសាលាយកបំពេញយូរវាញ៉ៃញ៉ៃវិញអញ្ចឹងបងប្អូនគាត់សរសេរប្រមថ្មីមកបន្ថែមមកបងប្អូនសរសេរថាសូមឲ្យអញ្ចឹងបងប្អូនទៅ copy ឈ្មោះ account របស់យើងដែលត្រូវស្នើនឹងសិនមកខ្ញុំភ្លេចបញ្ជាក់កន្លែងហ្នឹងបងប្អូនមកមើលឈ្មោះនៅកន្លែងនេះឃើញគេដាក់ឈ្មោះហើយបងប្អូនគ្រាន់តែ double click លើហ្នឹងមកហើយយក copy ហើយដោយដាក់ឈ្មោះថានេះអញ្ចឹងយើង copy pass ឈ្មោះហ្នឹងមកដើម្បីឲ្យ Gemini គាត់ generate ឲ្យហើយយើងយកជាឯកសារហ្នឹងយកទៅដាក់ហ្មងយើងមិនចាំបាច់បំពេញឈ្មោះសាលាអីញ៉ៃញ៉ៃទេព្រោះបើសិនជាយើងយកមកពេញខ្លួនឯងវាចំណាយពេលយូរហើយតម្រាំមួយឯកសារទៀតអញ្ចឹងច្រើនមែនតើតាមបទពិសោធន៍ខ្ញុំគឺខ្ញុំធ្វើបានច្រើនហើយនេះគឺអ្វីដែលខ្ញុំធ្វើអានេះខ្ញុំធ្វើនៅ account ផ្សេងទេជាតម្រងរបស់ខ្ញុំហ្មងអញ្ចឹងណាហើយនៅក្នុងវីដេអូដែលខ្ញុំចែងលេខនេះខ្ញុំប្រាប់ពីរបៀបធ្វើពីដំបូងទៅដល់ពេលលើកក្រោយទៀតបងប្អូន generate ឯកសារថ្មីគ្រាន់តែបងប្អូនសរសេរប្រាប់នេះមកសូមដូចខ្ញុំប្រាប់ចេះសូមជួយដាក់ឈ្មោះសេងមីនីអីមួយទៀតអញ្ចឹងទៅយើងឈ្មោះ account អីយើងដាក់ឈ្មោះ account ហ្នឹងទៅឲ្យគាត់ generate មកទៀតអញ្ចឹងគាត់នឹងចាំឈ្មោះសាលាផ្សេងគ្នាអញ្ចឹងខ្ញុំបញ្ជាក់ចំពោះ account វិញចំពោះឯកសារអត់ត្រូវយកឯកសារដែលយើង generate ម្ដងហ្នឹងយកទៅ verify ច្រើន account បានទេរាល់ពេលដែលបងប្អូនត្រូវស្នើទៅលើ account ផ្សេងទៀតបងប្អូនត្រូវមកបញ្ចូលឈ្មោះនៅក្នុងនឹងទៀតដើម្បីឲ្យ Gemini generate ឲ្យម្ដងទៀតអញ្ចឹងណាគាត់ត្រូវការgenerate ឯកសារថ្មីឲ្យយើងប្លែកអត់អាចយកដដែលបានទេអូខេឥឡូវគាត់យកប្រងប្រកាសឲ្យយើងហើយនេះបាន generate ឲ្យឈ្មោះសាលាផ្សេងអញ្ចឹងនៅរដ្ឋណាអញ្ចឹង
còn bà hai được không nâng tưởng hay copy code này xeo tới PDF bàn ok chẳng bông ôn ở scroll mà mới nơi hàng còng tiếp còn này nôm tiệt mua sala school không tụm lông CID này bên cái vi mua sala xong nè vi biệt ha Lincoln này cái này chẳng an mơ sự cái này nôm tam nâng tới bông ôn này nâng vô bị quan thà tới thơ mà chạy chẳng còn tay bông ôn chơi copy code này hàng lừa này chơi copy máu hãy dương tới châu từ không lấy nhộng đạn ở không đi mong tới bông bông bạc ca cho mua nâng thật độc số mình thay mày mùi máu cái này ní dương cũng arena ví dương cho tới pha câu để dương bàn đạm mạnh sần pha hái bông bông còn để chơi xeo máu này chơi xeo mùi bò tới ok bông bông khoai cho tới hay tò máu dương marine mà pha này để dương bàn thua mà nhé đây dương arena viết đã dot item lên tới ngầm đã đặc số mắn dot item ok chẳng bông phong bữa sau này cả đây bông phong admin của tôi chắc nè bông phong cho tập ba được nóng xong mà Windows đọc muối bông phong cho tập ba được nóng muối nít hay do show máu hay bông phong do file name extension mà do cái lại nâng click cái lại nâng máu chẳng bắt đầu máu viên nâng tranh tầm rong trẻ bớt sân chia admin tế cứ dương ở đây chờ ao viên tới chỉ pha code để dương SEO bài này lại nâng này trong một bộ lô bà dot txt này cháu là html ok bắt đầu mất chọn dài chẳng tới viên nâng tranh chia pha bản địa chẳng là về đây dương bạc máu khơi khơi tầm rong bản này cứ dương ai dương từ sna ba này chẳng bông bông cho cái lại download PDF nào này máu buổi dương bàn ai cái xa này rồi cháy ok đất xa tại ai cái xa đấy nơi miền cho nói để dương trời thớ niềm bông bông mà cho cái lại more setting hay do header này bông bông đo select change bùa và sau này đo tới viên này chụp chung mà nè chụp chung mà lớn nữa chẳng bị cả để bị sạch chẳng giờ trong bàn này đo nâng tranh tới của mọi việc khuyên các bà tàng đấy và tao máu cả đá một con do F4 chính giờ F4 hay một con complete select cái lại ở background graphic này phóng và sau này cả đây tha vì miền design em xem viên load nó không cả đá nâng đó nè và sau này dựng đo tránh vì Apple em xem và sau này dựng trên này đặt mọi lực cáo Việt khơi nhỉ trên được sang tại mới tới ai cái sang đấy đôi chia rằng về chẳng một con cho lại custom scale đấy một con tự lệ vì mà tự lệ vì mau nó so tại mặt cả đá ba này của từ pi cả đá vì nhẹ nhảy bình khi giờ trâm ok giờ trâm nâng cho giờ trâm bài phẩm 4 do cao sắp tới thì mới vì li hiệt vì do cao sắp vì hiệt từ mà cả đá tiền trong một con giờ trồng bàn 4 tới 3 này ok color nó cái dương do color nâng tới thom đa tới ok muốn bấm click ở cell cái lạnh PDF phóng nhưng click bị cái lạnh nữa ok chụp default màu với okay, chụp custom chụp cho letter do F4 ok phần năng bắt đầu máu bấm bấm còn tại cho cell PDF máu hay đặtในក្នុង desktop ទៅងាយស្រួលមើលរួចរាល់ហើយឥឡូវយើងទៅមើលឯកសារនឹងទាំងអស់គ្នានេះជា file PDF មួយនេះចាឯកសារនេះគឺជាឯកសារដែលជាម្ដាយបានរៀបចំឲ្យមិញគឺថាពិសេសអែមមែនតើតែបើសិនជាយើងខ្លួនឯងយើងមើលទៅថាអត់សូវតំណងទេជាមួយឯកសារនេះអាចនឹងដាក់អត់ជាប់អញ្ចឹងបងប្អូនអាចទៅឲ្យជាម្ដាយកែតម្រូវឲ្យផ្សេងទៀតបានចឹងសម្រាប់ខ្ញុំអូខេហើយយកប៉ុណ្ណឹងបានយើងដាក់សិនទៅព្រោះពេលខ្លះទៅ
ឯកសារខ្លះshare ID អត់ទទួលប៉ុន្តែយើងអាចកែតាមក្រោយបានបើសិនជាគេករណីថា share ID បដិសេធណាអញ្ចឹងបងប្អូនចូលទៅស្នើជាមួយនឹង account របស់យើងមកនេះយើងទៅសេថា chat enter ប៉ុណ្ណឹងទៅហើយចូលអាខាងលើគេនេះ K12 នេះឯងហើយតម្រង់បែបនេះយក get verify មកអញ្ចឹងបញ្ជាក់បងប្អូននៅក្នុងនេះគេបានដាក់ដែរ ChatGPT បានដាក់ថាបងប្អូនអាចប្រើប្រាស់ free រហូតដល់2ឆ្នាំរហូតដល់2027អញ្ចឹងគឺពិសេសខ្លាំងយើងបាន2ឆ្នាំបងប្អូនចុច get verify ម្ដងទៀតមកអូខេអញ្ចឹងមកដល់តម្រង់កន្លែងនេះបងប្អូនចុចកុំភ្លេចបើក VPN យើងផងណាបើសិនជាយើងអត់បើកទេវានឹងមានបញ្ហា error នៅពេលដែលយើងបំពេញហើយយើងចុចបញ្ជូន verify ទៅមុខដោយសារតែsupport តែនៅប្រទេសអាមេរិកទេអញ្ចឹងប្រទេសខ្មែរយើងគេអត់ទាន់ដាក់ឲ្យប្រើប្រាស់ទេណាអញ្ចឹងយើងនៅស្រុកខ្មែរគឺយើងអាចប្រើបានប៉ុន្តែយើងត្រូវប្រើប្រាស់ VPN អូខេអញ្ចឹងយើងចូលមកមើល Gemini របស់យើងគាត់ឲ្យឈ្មោះសាលាមកអញ្ចឹងសាលានឹងឈ្មោះអីយើងទៅមើលឈ្មោះសាលាសិនមកនេះគឺជាឈ្មោះសាលាបងប្អូន copy ឈ្មោះសាលាប៉ុណ្ណឹងមកនេះអញ្ចឹងនៅរដ្ឋ California អញ្ចឹងបងប្អូនចូលមកកន្លែងនេះ copy paste ឈ្មោះសាលានឹងមកហើយរងចាំបន្តិចមើលវាសិនមកអញ្ចឹងបើសិនในករណីវាមានឈ្មោះច្រើននៅក្នុងហ្នឹងណា Central ឈ្មោះសាលាវាមានច្រើនហើយមានអត់ដូចទេអញ្ចឹងយើងសម្រាប់យកណារៀងប្រហែលឧទាហរណ៍ថាខ្ញុំយកអានេះប៉ុន្តែយកហ្នឹងយើងអត់ទាន់ច្បាស់ 100%ទេយើង copy អាឈ្មោះសាលាហ្នឹងយកទៅសួរ Gemini បន្ថែមថាសាលាដែលគាត់ឲ្យហ្នឹងត្រឹមត្រូវអត់ជាវាខុសណា Ctrl V ហើយបន្តមកសួរថាឈ្មោះសាលានេះមែនទេអញ្ចឹងសួរទៅ Gemini នឹងគាត់នឹងប្រាប់ឲ្យថាត្រូវឬក៏អត់បើអត់ត្រូវទេយើងដាក់ផ្សេងទៅនឹងហើយអញ្ចឹង Gemini គាត់បានបញ្ជាក់ឲ្យថាឈ្មោះសាលាហ្នឹងគឺត្រឹមត្រូវហើយអញ្ចឹងណាឈ្មោះសាលាអាស័យដ្ឋានពិតឥឡូវដើម្បីកុំឲ្យសង្ស័យគាត់បាន generate ជា HTML ឲ្យយើងថ្មីម្ដងទៀតអញ្ចឹងបងប្អូនអាចយកអាកូដថ្មីនេះយកទៅផាសធ្វើម្ដងទៀតក៏បានដែរដើម្បីឲ្យដូចឈ្មោះសាលានឹងពិតអញ្ចឹងណាខ្ញុំ copy កូដសារថ្មីហើយខ្ញុំយកទៅដាក់នៅក្នុងនេះគាត់តែមកស្ដាំលើអា document HTML នឹងមកហើយយកបើកជាមួយនឹង Notepad ហើយ copy select វាទាំងអស់ហើយ Ctrl V មកហើយ Ctrl S សៀវណាបន្ទាប់មកយើងទៅបើកវាសារថ្មីអានេះបើអាចយើងលុបវាចោលទៅយើងមកមើលម្ដងទៀតនេះគាត់ធ្វើតម្រង់ជាថ្មីឲ្យយើងម្ដងទៀតអញ្ចឹងបងប្អូនចុច Save ពីម្ដងទៀតមកអញ្ចឹងអានេះបងប្អូនដោយសារតែវានៅផ្ទៃធំទទេដែរអញ្ចឹងបងប្អូនចុច default វិញមក default ហើយបងប្អូនយក margin នេះយក none អូខេ margin នេះយក none នឹងធម្មតាមកបន្ទាប់មកបងប្អូនចុច save វាម្ដងទៀតដាក់ desktop ធម្មតាចុច save អូខេប៉ុណ្ណឹងជាការស្រេចអ
ចឹងសាលានេះគឺឈ្មោះត្រឹមត្រូវហើយឈ្មោះសាលាត្រឹមត្រូវហើយចឹងបងប្អូនមកមើលតម្រង់របស់យើងអានេះចឹងដាក់ឈ្មោះយើងមកដោយសារតែនេះខ្ញុំធ្លាប់ស្នើ Gemini ហើយវានៅជាប់នៅនឹងចឹងអានេះគឺអញ្ចឹងដែរអូខេអញ្ចឹងបងប្អូនបំពេញរួចហើយបងប្អូនមកមើល VPN បច្ចេក account គឺត្រូវតែដាក់ដូចជាមួយនឹងនេះ account ដែលយើងបានដាក់ហ្នឹងបើខុសគ្នាក៏បានដែរដូចយើងស្នើ Gemini ដែរអញ្ចឹងណាអញ្ចឹងបងប្អូនចុច verify មកអូខេបន្ទាប់ពីហ្នឹងបងប្អូនគ្រាន់តែចុច add document មកយើងចូលទៅដល់ទីតាំងនេះគឺជាឈ្មោះនេះបន្តមកបងប្អូន upload វាហ្នឹងហើយបងប្អូនឃើញអត់នៅពេលដែលឲ្យ Gemini រៀបចំឯកសារឲ្យឃើញបានភាគរយខ្ពស់ដោយសារតែAI ទាំងអស់ហ្នឹងគឺច្បាស់លាស់មែនតើក្នុងការរៀបចំឯកសារយើងណាចឹងឥឡូវនេះយើងអាចស្នើបានហើយអញ្ចឹងរងចាំប្រហែលជា10នាទីដែរមិញហ្នឹងអញ្ចឹងបងប្អូនចុច continue មកពេលខ្លះរាំងយូរបន្តិចពេលខ្លះទៅរៀបចំឯកសារទៅក៏រាំងលឿនដែរសម្រាប់ឲ្យ Gemini ក៏រៀបចំមកនេះបបិសោតដែលខ្ញុំធ្លាប់ធ្វើកន្លងមកគឺបានរហូតចាំបងប្អូនចុច create មកចឹងកន្លែងនេះយើងដាក់ឈ្មោះយើងមកឈ្មោះអីយើងចង់ដាក់ឈ្មោះអីដាក់ទៅអត់អីទេកន្លែងហ្នឹងណាអត់ជាបញ្ហាទេឃើញអញ្ចឹងបងប្អូនselect យកខាងលើនេះមកកុំ select យកខាងក្រោមព្រោះChatGPT គាត់បានរៀបចំឲ្យយើងមួយ account ទៀតដើម្បីកុំឲ្យប៉ះពាល់ដល់ account main account របស់យើងណាអូខេចុច skip មកបងប្អូនហ្នឹងហើយឥឡូវយើងមកដល់បាន ChatGPT for Teacher 2 ឆ្នាំនៅក្នុងនេះយើងមើលដឹងថាប៉ុន្មានឆ្នាំទេប៉ុន្តែChatGPT គាត់បានបញ្ជាក់ដែលខ្ញុំបញ្ជាក់តាំងពីដំបូងហ្នឹងគឺបានរហូតដល់2ឆ្នាំអូខេយើងមើលនៅក្នុងនេះអត់ដឹងទេណាអញ្ចឹងឥឡូវនេះគឺយើងបាន ChatGPT មួយហើយនេះជូនចំពោះលោកគ្រូអ្នកគ្រូដែលកំពុងតែមានតម្រូវការហើយពិសេសមែនទែនចំពោះ AI ChatGPT នេះthe best តែម្ដងសម្រាប់លោកគ្រូអ្នកគ្រូអញ្ចឹងរៀនធ្វើខ្លួនឯងទៅបើសិនជាអត់ចង់ចំណាយលុយតែបើសិនជាយើងចង់ចំណាយលុយយើងចង់បាន account ស្រាប់អាហ្នឹងតើតែយើងហ៊ានចំណាយលុយទៅយើងអាចធ្វើបានអាចបានប្រើប្រាស់ account ហ្នឹងអរគុណវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូន